អបអសាទរយុទ្ធនាការ16ថ្ងៃក្រោមប្រធានបទរួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងការងារនៅព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025លោកព្រំគុន្ធីអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់អាយុដំបណ្ឌិតសំពិសិដ្ឋអភិបាលខេត្តកែបបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរយុទ្ធនាការ16ថ្ងៃក្រោមប្រធានបទរួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងការងារតាមរបាយការណ៍របស់លោកស្រីសមនប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានឲ្យដឹងថាយុទ្ធនាការ16ថ្ងៃក្រោមប្រធានបទរួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងការងារធ្វើឡើងក្នុងគោលបំណងចូលរួមជាមួយពិភពលោកក្នុងការប្រារព្ធយុទ្ធនាការ16ថ្ងៃប្រឆាំងអំពើហិង្សាផ្អែកលើ Gender ដែលតែងតែធ្វើជារៀងរាល់ឆ្នាំចែករំលែកវិធានការជាក់ស្ដែងនិងការអនុវត្តល្អៗក្នុងការទប់ស្កាត់និងដោះស្រាយបញ្ហាផ្សព្វផ្សាយដើម្បីបញ្ឈប់អំពើហិង្សានៅកន្លែងធ្វើការព្រមទាំងជំរុញការគិតគូរនិងការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធលោកប្រធានមន្ទីរបានបន្តថាបច្ចុប្បន្នសហគ្រាសគ្រឹះស្ថានក្នុងខេត្តកែបសរុប160គ្រឹះស្ថានមានកម្មករនិយោជិតសរុប2225នាក់ស្រី1372នាក់ដើម្បីចូលរួមក្នុងយុទ្ធនាការ16ថ្ងៃក្រោមប្រធានបទរួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងការងារមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តនិងបន្តអប់រំផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធត្រូវបង្កើតកន្លែងធ្វើការដោយមានសុវត្ថិភាពគោរពសិទ្ធិគ្នាទៅវិញទៅមកនិងបន្តពង្រឹងយន្តការអធិការកិច្ចការងារដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសហគ្រាសគ្រឹះស្ថានឬភាគីពាក់ព័ន្ធណាដែលអនុវត្តមិនត្រឹមត្រូវតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារមានប្រសាសន៍ក្នុងពិធីនោះដែរលោកព្រំគុន្ធីអភិបាលរងខេត្តមានប្រសាសន៍ថាយុទ្ធនាការដ៏មានសារៈសំខាន់នេះគឺជាគំនិតផ្ដួចផ្ដើមរបស់អាយុដំហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានលើកឡើងកាលពីថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025លោកអភិបាលរងខេត្តបានបន្ថែមថាដើម្បីចូលរួមក្នុងយុទ្ធនាការ16ថ្ងៃក្រោមប្រធានបទរួមគ្នាលើកកម្ពស់សុវត្ថិភាពនិងការគោរពសិទ្ធិគ្នានៅកន្លែងការងារក្នុងនាមរដ្ឋបាលខេត្តសូមដាក់ចេញនៅវិធានការមួយចំនួនដើម្បីឲ្យភាគីពាក់ព័ន្ធអនុវត្ត1ត្រូវប្រកាន់នៅគោលនយោបាយឈ្នះឈ្នះក្រោមពាក្យស្លោកសហគ្រាសជាឆ្នាំងបាយរួមរបស់នយោជកនិងកម្មករនយោជិត2ត្រូវប្រកាន់យកការបង្កើតយន្តការកិច្ចសន្ទនាសង្គមដើម្បីពិភាក្សានិងស្វែងរកដំណោះស្រាយចំពោះបញ្ហានានាដែលកើតឡើងក្នុងទំនាក់ទំនងការងារ3ពង្រឹងការអនុវត្តលក្ខខណ្ឌការងារសមភាព Gender និងការមិនរើសអើងតាមរយៈយន្តការអធិការកិច្ចការងារដោយចាត់ទុកចំណុចនេះជាចំណុចអាទិភាពដាច់ខាត4បន្តជំរុញការផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធការទប់ស្កាត់គ្រប់គ្រងនិងបញ្ឈប់អំពើហិង្សានិងការបៀតបៀននៅតាមសហគ្រាសគ្រឹះស្ថានដោយសហការជាមួយអាជ្ញាធរមន្ទីរអង្គភាពពាក់ព័ន្ធ5សហការជាមួយអង្គការនិងដៃគូពាក់ព័ន្ធរៀបចំបោះពុម្ពខិត្តប័ណ្ណអប់រំនិងបិទទាំងផ្សព្វផ្សាយការទប់ស្កាត់គ្រប់គ្រងនិងអំពើហិង្សានៅកន្លែងធ្វើការនៅតាមសហគ្រាសក្រុមហ៊ុនរោងចក្រ6ជំរុញឲ្យម្ចាស់ឬនាយកសហគ្រាសក្រុមហ៊ុនរោងចក្រធ្វើការផ្សព្វផ្សាយសារអប់រំស្ដីពីការទប់ស្កាត់គ្រប់គ្រងនិងបញ្ឈប់អំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការតាមរយៈប្រព័ន្ធបំពងសម្លេងនៅតាមសហគ្រាសគ្រឹះស្ថានឬមធ្យោបាយផ្សេងៗតាមដែលអាចធ្វើបាន